ជំរាបសួរអ្នកទាំងអស់គ្នានៅក្នុងកូដ JavaScript លើកនេះយើងសិក្សាអំពីលក្ខខណ្ឌឬក៏ជាភាសាអង់គ្លេស condition និយាយពាក្យថាលក្ខខណ្ឌហ្នឹងពិបាកឲ្យអ្នកទាំងអស់គ្នាយល់បន្តិចបើសិនជាខ្ញុំនិយាយពាក្យថាប្រសិនបើអ្នកទាំងអស់គ្នាប្រកាសជារៀងធូរបន្តិចចូលតែបើនិយាយពាក្យប្រសិនបើវាអត់អស់ក្នុងមេរៀនរបស់យើងទេឥឡូវយើងគិតពីចំណុចដំបូងគឺគិតអំពីពាក្យថាប្រសិនបើហ្នឹងនៅក្នុងសង្គមខាងក្រៅឲ្យតែយើងនិយាយពាក្យថាប្រសិនបើវាប្រកាសជាមានរឿងពីរកើតឡើងហើយមួយជាហេតុមួយជាផលឧទាហរណ៍ថាខ្ញុំនិយាយថាប្រសិនបើខ្ញុំទៅរៀនមិនទាន់ពេលវេលាគ្រូនឹងដាក់ពិន័យខ្ញុំនោះវាមានពីររឿងកើតឡើងរឿងមួយខ្ញុំទៅរៀនមិនទាន់ពេលវេលារឿងហ្នឹងគឺជាហេតុពីព្រោះរឿងហ្នឹងជាអ្នកបង្ករឿងរ៉ាវឲ្យកើតឡើងប្រសិនបើហេតុហ្នឹងវាកើតឡើងមែនឧទាហរណ៍ថាប្រសិនបើខ្ញុំពិតជាទៅរៀនយឺតមែននោះគ្រូនឹងដាក់ពិន័យខ្ញុំហើយមកប្រយោគក្រោយទៀតដែលជាផលហ្នឹងវានឹងកើតឡើងប្រសិនបើហេតុហ្នឹងវាកើតឡើងមែនក៏ប៉ុន្តែបើសិនជាហេតុហ្នឹងវាអត់កើតឡើងទេប្រសិនបើខ្ញុំអត់ទៅរៀនយឺតទេខ្ញុំទៅរៀនទាន់ពេលវេលាអញ្ចឹងបានសេចក្តីថាខ្ញុំទៅរៀនយឺតហ្នឹងវាអត់កើតឡើងទេកាលណាកន្លែងជាហេតុហ្នឹងអត់កើតឡើងដូច្នេះផលក៏ចេញដែរនៅក្នុងកូដ JavaScript ក៏ដូចគ្នាដែរនៅក្នុងវីដេអូនេះមេរៀនរបស់យើងគឺនិយាយពីអញ្ចឹងចឹងឯងនិយាយពីហេតុហើយនឹងផលបើហេតុវាកើតឡើងនោះវានឹងចេញផលបើសិនជាហេតុអត់កើតឡើងទេវាអត់ចេញផលទេគឺចូលមកកាន់កូដតែម្ដងទៅនៅក្នុង HTML ខ្ញុំភ្ជាប់ទៅកាន់ឯកសារ JavaScript ដែលមានឈ្មោះថា script.js ហើយនៅកន្លែង script.js ហ្នឹងទៅទេស្អាតឥឡូវឧទាហរណ៍ថាខ្ញុំបង្កើតអញ្ញត្តិ x ស្មើនឹង10ហើយនៅក្រោមហ្នឹងខ្ញុំឲ្យវា console x នឹងចេញមកយើងមើលទៅខាងចម្លើយគឺនៅកន្លែង console វានៅបង្ហាញលេខ10នឹងចេញមកហើយត្រង់ចំណុចនេះគឺកាលណាយើងសរសេរវាបង្កើតមកតែម្ដងប៉ុន្តែយើងអាចកំណត់លក្ខខណ្ឌឲ្យវាក្នុងការកើតឧទាហរណ៍ថាខ្ញុំកំណត់លក្ខខណ្ឌថាប្រសិនបើ x នឹងធំជាង0នោះឲ្យដំណើរការកូដនឹងឧទាហរណ៍ថាប៉ុណ្្នឹងអញ្ចឹងណាអាហ្នឹងគឺតកតទៅនឹងលក្ខខណ្ឌហើយព្រោះវាតកតទៅនឹងប្រសិនវាមានហេតុមានផលហេតុហ្នឹងគឺថា x ធំជាង0យើងឆែកមើលថា x ធំជាង0មែនទេបើ x ធំជាង0ឲ្យវាដំណើរការ console.log x នេះមកហើយតកតទៅនឹងក្នុងការសរសេរលក្ខខណ្ឌទំនាក់ទំនងរវាងប្រសិនបើហ្នឹងគឺយើងប្រើពាក្យ if ហ្នឹងគឺប្រសិនបើហ្នឹងឯងយើងដកឃ្លាទៅហើយរបស់ដែលជាហេតុដែលជារឿងដែលបង្កឲ្យផលកើតឡើងមកហ្នឹងគឺយើងត្រូវសរសេរវានៅក្នុងវងកញ្ចក់ចឹងយើងសរសេរវងកញ្ចក់បន្តទៅដូចក្នុងករណីយើងនិយាយថា x ធំជាង0អាហ្នឹងគឺជាហេតុហើយកាលណា x ធំជាង0យើងឲ្យដំណើរការ console.log x នេះ console.log x នេះគឺជាផលអ្វីដែលយើងគិតហ្នឹងណាដូច្នេះនៅក្នុងវងកញ្ចក់នេះយើងត្រូវសរសេរ x ធំជាង0ពីព្រោះយើងចង់បណ្ឌិតថាប្រសិនបើ x ធំជាង0មែនយើងឲ្យដំណើរការកូដមួយនេះហើយតកតទៅនឹង if កន្លែងដែលយើងត្រូវសរសេរផលមកមានន័យថាប្រសិនបើអានឹងពិតជាកើតឡើងមែនយើងចង់ឲ្យវាដំណើរការអ្វីទាំងអស់នោះគឺយើងត្រូវសរសេរវានៅក្នុងគ្នាហើយក្នុងករណីយើងប្រសិនបើ x ធំជាង0មែនខ្ញុំឲ្យដំណើរការកូដនេះខ្ញុំយកកូដនឹងដាក់ក្នុងហ្នឹងទៅមានន័យថាក្នុងករណីនេះបើ x ធំជាង0មែនវាដំណើរការឲ្យកូដនេះក៏ប៉ុន្តែបើសិនជា x មិនធំជាង0ទេវាមិនដំណើរការទេកូដនេះយើងមើលថាវា console ចេញមកឬអត់គឺវា console ចេញហេតុអីពីព្រោះ x ពិតជាធំជាង0មែនពីព្រោះ x មានតម្លៃស្មើនឹង10វាធំជាង0ហើយអញ្ចឹងហើយបានន័យថាពិតកាលណាវាពិតដំណើរការកូដនេះហើយឥឡូវខ្ញុំសាកបដូរកន្លែងនេះដាក់ទៅជាតូចជាងវិញតូចជាងវាអត់ពិតទេមិនអញ្ចឹងហើយពីព្រោះ x របស់យើងមានតម្លៃស្មើនឹង10ធ្វើម៉េចតូចជាង0យើងមើលទៅខាងចម្លើយគឺអត់បង្ហាញតម្លៃ x នឹងចំណោទទេឥឡូវបាននិយាយមករាវមិញដូចជាមានន័យបន្តិចហើយខ្ញុំនិយាយមិញគឺសុទ្ធតែជាភាសាដែលប្រើនៅក្នុងសង្គមមានហេតុមានផលអីទាំងអស់ហ្នឹងតែនៅក្នុង JavaScript យើងអត់និយាយភាសាទាំងអស់ហ្នឹងទេគឺយើងនិយាយចេះក្នុងទំនាក់ទំនងនៃ if ហ្នឹងគឺកាលណាយើងសរសេរអីក៏ដោយឲ្យតែនៅក្នុងវងកញ្ចក់ហ្នឹងចេញតម្លៃមកគឺពិតនោះវានឹងដំណើរការកូដដែលនៅក្នុងគ្នាហ្នឹងក៏ប៉ុន្តែបើសិនជាចេញតម្លៃមកមិនពិតទេវានឹងមិនដំណើរការទេហើយពិតមិនពិតហ្នឹងនៅក្នុង JavaScript គឺគេប្រើ true និង false true and false នេះខ្ញុំធ្លាប់បានឮបន្តិចដែរហើយនៅក្នុងមេរៀនដែលនិយាយអំពីអញ្ញត្តិដែលប្រភេទរបស់វាគឺជា boolean ហ្នឹងជាប្រភេទនៃអញ្ញត្តិដែលក្តោបក្តាប់តែពីរតម្លៃទេគឺ true and false ហ្នឹងឯងពិតហើយនិងពិតហ្នឹងឯងហើយដើម្បីឲ្យងាយស្រួលក្នុងការតេស្តមើលថារឿងរ៉ាវដែលកើតឡើងមួយហ្នឹងពិតឬមិនពិតយើងអាចចូលទៅកន្លែង console មកយើងតេស្តក្នុងហ្នឹងទៅឧទាហរណ៍ថាមិញយើងបានកំណត់ x មានតម្លៃស្មើនឹង10ឥឡូវយើងតេស្តមើលថា x តូចជាង0ដែរឬទេយើងអាចសេនៅក្នុងហ្នឹង x តូចជាង0ជាងទៅយើង enter មើលគឺវាចេញ false ព្រោះ x អត់តូចជាង0ទេហ្នឹងគឺសញ្ញាតូចជាងហើយបើសញ្ញាធំជាងវិញម្ដង x ធំជាង0ដែរឬទេវាចេញ true មកគឺមានតែពិតវាចេញ false បានន័យថាអត់ពិតទេតូចជាងធំជាងខ្ញុំជឿថាអ្នកទាំងអស់គ្នាអត់មានអីពិបាកក្នុងការយល់ទេនៅក្នុងកូដ JavaScript វាមិនមែនមានតែតូចជាងធំជាងទេវាមានច្រើនយ៉ាងទៀតឧទាហរណ៍ថាតូចជាងឬស្មើនេះនៅក្នុងគណិតវិទ្យាដែលយើងធ្លាប់រៀនក៏មានដែរគឺយើងត្រូវសរសេរសញ្ញាតូចជាងឬសញ្ញាស្មើបែបនេះឧទាហរណ៍ថាខ្ញុំសរសេរថា x តូចជាង11អានេះខ្ញុំនិយាយទៅតូចជាងសិនណាគឺវាចេញមកពិតហើយខ្ញុំសរសេរមួយទៀត x តូចជាង10ចេញចម្លើយមកគឺមិនពិតហេតុអីពីព្រោះ x របស់យើង10អត់តូចជាង10ទេក៏ប៉ុន្តែបើសិនជាខ្ញុំសរសេរ x តូចជាងឬស្មើ10ចម្លើយចេញមកគឺពិតហេតុអីក្នុងការប្រើសញ្ញាតូចជាងឬស្មើនេះវាពិនិត្យមើលអញ្ចេះវាពិនិត្យមើលថា x នឹងតូចជាង10ដែរទេបើសិនជា x តូចជាង10មែននោះវាចេញចម្លើយមកពិតបើសិនជា x មិនតូចជាង10ទេវាពិនិត្យទៀតថា x នឹងស្មើនឹង10ដែរឬទេបើសិនជា x នឹងស្មើនឹង10មែនវាចេញចម្លើយមកពិតបើសិនជាអត់ទេវាមិនពិតដូច្នេះវាពិនិត្យពីរដងមុននឹងបង្ហាញចម្លើយឲ្យអ្នកទាំងអស់គ្នាឃើញហើយវាស្រដៀងគ្នានឹងដែរ
ឧទាហរណ៍ថា x ធំជាងឬស្មើនឹង10ដែរឬទេនេះគឺចេញចម្លើយមកពិតពីព្រោះអីវាបណ្ឌិតមើលថា x ធំជាង10ដែរឬទេ x អត់ធំជាង10ទេតែកាលណាវាបណ្ឌិតឃើញថា x អត់ធំជាង10វាបណ្ឌិតទៅខាងស្មើមួយទៀត x ស្មើនឹង10ដែរទេ x គឺស្មើនឹង10ដូច្នេះវាចេញចម្លើយមកប៉ុន្តែពីព្រោះអ្វីទៅតែវាមិនធំជាងមែនប៉ុន្តែវាស្មើឥឡូវយើងបានឃើញ4តម្លៃហើយតូចជាងធំជាងឬស្មើតូចជាងឬស្មើឥឡូវយើងនិយាយមកតម្លៃទៀតគឺសញ្ញាស្មើក្នុងការប្រៀបធៀបយើងអត់ត្រូវសរសេរសញ្ញាស្មើតែមួយបែបនេះទេគឺយើងសរសេរ2ឧទាហរណ៍ថាយើងសរសេរថា x ស្មើនឹង9ដែរឬទេអត់ពិតទេពីព្រោះ x របស់យើង10អត់ស្មើនឹង9ទេឥឡូវយើងដាក់ x ស្មើនឹង10ដែរឬទេគឺពិតហើយប្រយ័ត្នមែនទេក្នុងការប្រៀបធៀបពីព្រោះអីខ្ញុំធ្លាប់មានបទពិសោធន៍ខុសច្រើនដងហើយយើងធ្លាប់តែសរសេរនៅក្នុងគណិតវិទ្យាសរសេរតែសញ្ញាស្មើមួយគឺដឹងតែស្មើហើយក៏ប៉ុន្តែនៅក្នុង JavaScript តតែសញ្ញាស្មើ2បានវាប្រៀបធៀបរបស់2ហ្នឹងនៅក្នុងករណីយើង x ស្មើនឹង10វាប្រៀបធៀប x ហើយនឹង10ហ្នឹងបើសិនជាយើងប្រើតែមួយនៅក្នុង JavaScript បានន័យថាកំណត់តម្លៃឧទាហរណ៍ថា x ស្មើនឹង8យើងប្រើសញ្ញាស្មើតែមួយបែបនេះមានន័យថាកំណត់តម្លៃ8ចូលទៅក្នុង x អត់ប្រៀបធៀបទេបើសិនយើងសរសេរប្រៀបធៀបគឺត្រូវតែសរសេរសញ្ញាស្មើចំនួន2ហើយឥឡូវយើងមើលសញ្ញានេះម្ដងសញ្ញាស្មើចំនួន3នេះធម្មតាបើសិនជាយើងប្រៀបធៀបពីចំនួនឧទាហរណ៍ថា5ស្មើនឹង6នោះវាមិនពិតទេពីព្រោះ5ឯណាស្មើនឹង6បើសិនជា5ស្មើនឹង5មិនវាពិតហើយក្នុងការប្រើសញ្ញានេះបើសិនយើងប្រៀបធៀប5ហើយនឹង5នឹងដូចគ្នាក៏តែ5មួយទៀតនេះជា string ចម្លើយមកក៏នៅតែដូចគ្នាដែរពីព្រោះក្នុងការប្រើសញ្ញាស្មើចំនួន2គឺវាប្រៀបធៀបតែតម្លៃទេវាអត់ប្រៀបធៀបប្រភេទទេវាមិនគិតថាប្រភេទហ្នឹងវាខុសគ្នាទេវាគិតថាឲ្យតែតម្លៃ5នឹងដូចគ្នាគឺដឹងតែដូចគ្នាហើយវាពិតក៏តែសម្រាប់សញ្ញាស្មើចំនួន3វិញឧទាហរណ៍ថាខ្ញុំប្រៀបធៀប5ហើយនឹង5ដូចគ្នាដែរក៏ថាមួយជាលេខមួយជា string ហើយខ្ញុំប្រើសញ្ញាស្មើចំនួន3បែបនេះគឺវាចេញមិនពិតវិញក្នុងការប្រើប្រាស់សញ្ញាស្មើចំនួន3បែបនេះគឺវាប្រៀបធៀបទាំងតម្លៃវាប្រៀបធៀបទាំងប្រភេទតើតម្លៃក៏ដូចគ្នាប្រភេទក៏ដូចគ្នាបើវាចេញចម្លើយមក true ក្នុងករណីនេះ5ហើយនឹង5តម្លៃវាដូចគ្នាក៏តែប្រភេទរបស់វាអត់ដូចគ្នាទេអញ្ចឹងហើយវាចេញ false បើសិនជាខ្ញុំបដូរដាក់ទៅជា string ទាំងពីរនោះវាចេញ true ឬក៏បដូរទៅជាលេខទាំងពីរនោះក៏វា true ដែរនិយាយរួមឲ្យតែតម្លៃក៏ដូចគ្នាប្រភេទក៏ដូចគ្នានោះចម្លើយដែលចេញមកគឺពិតដែរហើយអស់ពីស្មើមានសញ្ញាមួយទៀតគឺសញ្ញាមិនស្មើឧទាហរណ៍ថា5ឧទានស្មើ5មានន័យថា5មិនស្មើនឹង5ចេញចម្លើយមកអត់ពិតទេពីព្រោះ5ស្មើនឹង5ដូចគ្នានឹងដែរបើសិនជាខ្ញុំដាក់មួយតម្លៃជា string ក៏នៅតែមិនពិតដដែលនឹងឯងពីព្រោះក្នុងការប្រើសញ្ញានេះវាប្រៀបធៀបតែលេខទេវាអត់ប្រៀបធៀបប្រភេទទេវាខុសគ្នាពីសញ្ញាឧទានស្មើក្នុងករណីនេះវាប្រៀបធៀបទាំងលេខវាប្រៀបធៀបទាំងតម្លៃឥឡូវអ្នកទាំងអស់គ្នាថាមើលបើសិនជាខ្ញុំសរសេរបែបនេះតើវាចេញ true ឬក៏ចេញ false យើងមើលទៅខាងចម្លើយគឺវាចេញ true ហេតុអីបើសិនជាយើងគិតពីតម្លៃ5ហើយនឹង5វាគួរណាស់តែចេញ false ពីព្រោះ5និង5ស្មើគ្នាតែមិនថាមិនស្មើគ្នាក្នុងករណីនេះដែលវាចេញចម្លើយពិតនេះដោយសារតែវាមិនមែនប្រៀបធៀបតែតម្លៃទេវាប្រៀបធៀបទាំងប្រភេទទៀតប្រភេទរបស់វាគឺមិនដូចគ្នាទេអញ្ចឹងមានន័យថា5ហើយ5វាស្មើគ្នាមែនតែប្រភេទរបស់វាមិនដូចគ្នាទេអញ្ចឹងបានន័យថា2ហ្នឹងសងខាងហ្នឹងគឺវាអត់ស្មើគ្នាទេអញ្ចឹងក្នុងករណីនេះគេដាក់មិនស្មើអញ្ចឹងគឺត្រឹមត្រូវអញ្ចឹងបើវាចេញចម្លើយមកពិតក្នុងករណីនេះសម្រាប់អ្នកទាំងអស់គ្នាជាអ្នកសិក្សាកម្រិតដំបូងពិបាកឲ្យអ្នកទាំងអស់គ្នាចាប់បានឲ្យច្បាស់ណាស់អានឹងតម្រូវឲ្យយើងដកវិសោធន៍ឲ្យច្រើនគ្រាន់តែចាំថាកាលណាយើងប្រើសញ្ញាស្មើចំនួន3បែបនេះគឺវាប្រៀបធៀបទាំងតម្លៃវាប្រៀបធៀបទាំងប្រភេទតើតើតម្លៃវាស្មើគ្នាហើយប្រភេទរបស់វាស្មើគ្នាផងហើយស្រដៀងគ្នានឹងដែរសម្រាប់សញ្ញាឧទានស្មើបែបនេះរវាងប្រភេទនិងតម្លៃតែមានមួយណាខុសគ្នាហើយគឺវាពិតហើយអ្វីដែលយើងត្រូវរៀនមិនមែនមានត្រឹមតែសញ្ញាសម្រាប់ធ្វើការប្រៀបធៀបតែប៉ុណ្ណោះទេនៅក្នុង JavaScript គឺមានសញ្ញាមួយចំនួនទៀតដែលនិយាយអំពីតក្កវិទ្យាដូចយើងដឹងអញ្ចឹងការនៅរៀនមានមេរៀនច្រើនណាស់តក្កវិទ្យាហ្នឹងក៏ប៉ុន្តែច្រើនប៉ុណ្ណាក៏ដោយចម្លើយចេញមកគឺមានតែមួយនិង0ទេតំណាងឲ្យពិតហើយមិនពិតហើយក៏វាតាក់ទងទៅនឹងមេរៀនរបស់យើងដែរព្រោះមេរៀនរបស់យើងពិតនឹងពិតហ្នឹងឯងមុនដំបូងយើងសិក្សាអំពីនឹងសិននឹងនៅក្នុង JavaScript យើងត្រូវសរសេរសញ្ញានឹងចំនួន2តគ្នាហើយឥឡូវយើងគិតពីសង្គមខាងក្រៅឧទាហរណ៍ថាខ្ញុំនិយាយថាខ្ញុំនិងនាងរៀននៅសាលាវិទ្យាល័យអង្គរនឹងបានន័យថាខ្ញុំក៏រៀននៅវិទ្យាល័យអង្គរនាងក៏រៀននៅវិទ្យាល័យអង្គរឲ្យតែប្រើពាក្យនឹងគឺសុទ្ធតែត្រូវឲ្យពីរករណីហ្នឹងវាស្របគ្នាទាំងពីរហើយពិតទាំងពីរទៀតឥឡូវយើងនិយាយដល់ការបម្រើបម្រាស់វាតម្រងទៅឧទាហរណ៍ថា12ធំជាង0ពិតឬមិនពិត5តូចជាង10ពិតឬមិនពិតហើយបើសិនជាខ្ញុំយកពីរហ្នឹងមកបញ្ចូលគ្នាដោយប្រើសញ្ញានឹងจะមើលវាចេញចម្លើយមកពិតឬមិនពិតគឺវាពិតពីព្រោះអីមួយខាងក៏ពិតម្ខាងទៀតក៏ពិតសញ្ញានឹងវាចេញចម្លើយមកពិតដរាបណាទាំងសងខាងហ្នឹងវាពិតទាំងពីរក៏តែបើសិនជាមួយខាងនេះខ្ញុំដាក់ទៅជាឧទាហរណ៍ថា5ធំជាង10អាហ្នឹងវាមិនពិតដែរមិនអញ្ចឹងហី12ធំជាង0វាពិតមែនក៏តែ5ធំជាង10គឺវាអត់ពិតទេមានមួយមិនពិតអញ្ចឹងจะមើលតែវាចេញអីគេគឺវាចេញមិនពិតទេឥឡូវយើងចេះអក្សរម្ដងទៅសនុកមើលគឺ true ហើយនឹង false ចេញចម្លើយមកអត់ពិត false ហើយនឹង true ក៏ចេញចម្លើយមកអត់ពិតដែរហើយ false ហើយនឹង false ក៏ចេញចម្លើយមកអត់ពិតដែរនិយាយរួមតាក់ទងទៅនឹងសញ្ញានឹងវាមាន2នៅសងខាងហ្នឹងវាចេញចម្លើយមកពិតដរាបណា2សងខាងហ្នឹងវាពិតទាំងពីរ
ហើយមិនមែនមានតែសញ្ញានឹងទេមានសញ្ញាមួយទៀតគឺឬដែលសញ្ញាឬនោះយើងត្រូវសរសេរសញ្ញាបញ្ឈរពីរតគ្នាបែបនេះតើតើទៅនឹងសញ្ញាឬនេះវាពិតដរាបណាពីរហ្នឹងមានមួយណាពិតឧទាហរណ៍ថាខ្ញុំសរសេរមួយ true មួយទៀតគឺ false យើងឃើញថាពីរហ្នឹងមានមួយពិតហើយដូច្នេះចម្លើយចេញមកគឺពិតវាខុសពីនឹងតើតែពិតទាំងពីរបាទវាពិតហើយខ្ញុំតេស្តមួយទៀត true ហើយនឹង true អានេះវាពិតរហូតដល់ទៅ2ក៏វាចេញចម្លើយមក true ដែរហើយបើសិនជាខ្ញុំដាក់ false ហើយ false លើកនេះវាមាន2អត់មានមួយណាពិតទេដូច្នេះវាចេញចម្លើយមកគឺមិនពិតទេយើងគ្រាន់តែចំណាំតិចតិចទៅតើតើទៅនឹងហើយឬនឹងពីព្រោះឲ្យអ្នកទាំងអស់គ្នាចេះក៏ពិបាកដែរតើតើយើងធ្វើការដក pistol បានយើងអាចថាយើងចេះលើវាបានហើយមិនតាន់ចាប់ប៉ុណ្្នឹងទេមានមួយទៀតសញ្ញាមិនហ្នឹងវាល្មិចឧទាហរណ៍ថាខ្ញុំសរសេរ12តូចជាង0 12តូចជាង0វាចេញមកពិតឬមិនពិតមិនពិតទេប៉ុន្តែបើសិនជាខ្ញុំហូមវានៅក្នុងវងកញ្ចក់មានន័យថាមកប្រអប់ហ្នឹងគឺវាមិនពិតហើយខ្ញុំដាក់សញ្ញាឧទាននៅពីមុខយើងមើលទៅខាងចម្លើយគឺវាពិតវិញពីព្រោះនៅក្នុងវងកញ្ចក់ហ្នឹងនៅក្នុងមកប្រអប់ហ្នឹងគឺវាមិនពិតទេហើយដាក់សញ្ញាមិនពីមុខអញ្ចឹងវាមិនពិតខ្ញុំនិយាយស្រួលស្ដាប់ទៅបានន័យថាវាមិនមែនមិនពិតទេកាលណាវាមិនមែនមិនពិតវាពិតនឹងឯងគិតអញ្ចឹងដូចរៀងបាក់ដែរបើសិនយើងគិតថាឲ្យតែប្រើប្រាស់សញ្ញាឧទានហ្នឹងវាផ្លាស់ប្ដូរមកវិញពីពិតមកមិនពិតពីពិតទៅមិនពិតវិញអានោះវាស្រួលជាងឧទាហរណ៍ថា true វា true នឹងឯងបើសិនជាខ្ញុំដាក់ឧទាននៅពីមុខវាទៅជា false វិញពីព្រោះវាផ្លាស់ប្ដូរពី true មក false វិញតាក់ទងទៅនឹងបម្រើបម្រាស់តាក់ទងទៅនឹងពិតឬមិនពិតអីវាមានតែប៉ុណ្្នឹងឯងប៉ុន្តែខ្ញុំជឿថាអ្នកទាំងអស់គ្នាអត់យល់ច្បាស់ទេដោយសារតែយើងអត់បានយកវាមកដកពិសោធន៍ឥឡូវដើម្បីឲ្យច្បាស់ជាងនេះបន្តិចខ្ញុំដកពិសោធន៍តែម្ដងទៅឥឡូវនៅក្នុង HTML របស់យើងខ្ញុំបង្កើត input tag មួយមានប្រភេទជាលេខហើយខ្ញុំកំណត់ ID របស់វាទៅជា number ជាចុះហើយខ្ញុំបង្កើត button tag មួយដែលនៅក្នុងចន្លោះនោះខ្ញុំដាក់ពាក្យថាគណនាហើយខ្ញុំដាក់ ID ទៅជា button ជាងចុះឬមើលទៅខាងចម្លើយអ្វីដែលខ្ញុំចង់ធ្វើគឺវាអញ្ចេះប្រអប់នឹងសម្រាប់សរសេរលេខកាលណាខ្ញុំសរសេរលេខក្នុងនឹងជាលេខវិជ្ជមានហើយខ្ញុំចុចប៊ូតុងគណនានោះវាចេញអក្សរមកដាក់ថាលេខវិជ្ជមានហើយបើសិនជាខ្ញុំដាក់អវិជ្ជមានវិញចុចគណនាវាចេញដាក់លេខអវិជ្ជមានហើយបើសិនជាខ្ញុំវាក្នុងនឹងទៅជាលេខ0វិញចុចគណនាវាបង្ហាញពាក្យថាលេខ0អញ្ចឹងណាអញ្ចឹងអ្វីដែលខ្ញុំត្រូវការគឺចាប់យកតម្លៃលេខនៅក្នុងនឹងដើម្បីចង់ដឹងថាតម្លៃលេខរបស់វាយើងត្រូវសរសេរយ៉ាងដូចម្ដេចយើងគួរណាតែមើលគ្រឿងក្នុងនិធាននឹងបានសិនពីព្រោះតម្លៃលេខរបស់វាប្រកាសជាគ្រឿងក្នុងនិធាននឹងឯងឧទាហរណ៍តែនៅក្នុងប្រអប់នេះខ្ញុំសរសេរលេខ150ទៅចុះហើយខ្ញុំបង្ហាញគ្រឿងក្នុងនៃធាតុដែលមាន ID number ហ្នឹងដោយខ្ញុំសរសេរ console object ដោយ method នៃធាតុដែលមាន ID number សរសេរបែបនេះមកគឺវាចាប់បានធាតុដែលមាន ID number ដដែលនឹងឯងប៉ុន្តែលើកនេះវាបង្ហាញជា directory ហើយនៅខាងក្រោមខ្ញុំរំកិលឲ្យដល់តែម្ដងទៅគឺនៅកន្លែង value ហ្នឹងគឺចាប់បានតម្លៃនៅក្នុងប្រអប់ហ្នឹងប៉ុន្តែដូចយើងឃើញចឹងតម្លៃហ្នឹងវាសរសេរនៅក្នុងអភ័ន្តរសញ្ញាបានសេចក្តីថាវាជា string ក៏ប៉ុន្តែយើងឃើញមាន property នៅក្រោមហ្នឹងគឺ value as number វាជាតម្លៃនៃប្រអប់ហ្នឹងដែរប៉ុន្តែវាជាលេខចឹងហើយយើងយកអាហ្នឹងមកប្រើតែម្ដងទៅហើយយើងចូលមកកាន់កូដរបស់យើងខ្ញុំបង្កើត function មួយដាក់ពាក្យថា call ជាចុះបានន័យថា calculate មានថាគណនា function មួយហ្នឹងខ្ញុំឲ្យវាដំណើរការនៅពេលដែលខ្ញុំចុចប៊ូតុងគណនាដូច្នេះហើយនៅក្រោមហ្នឹងខ្ញុំហៅប៊ូតុងគណនាហ្នឹងមកដោយហៅអាជ្ញាតប៊ូតុនហ្នឹងមកហើយខ្ញុំបន្ថែម event ឲ្យវានៅពេលដែលយើងចុចដូច្នេះខ្ញុំប្រើ method add event listener ព្រឹត្តិការណ៍ចុចប្រើពាក្យ click ហើយខ្ញុំប្រើ function calls ក្នុងការកំណត់ព្រឹត្តិការណ៍បើសិនជាអ្នកទាំងអស់គ្នាអត់ច្បាស់ទេអ្នកទាំងអស់គ្នាអាចចូលទៅមើលមេរៀននិយាយពីព្រឹត្តិការណ៍ម្ដងទៀតប្រកាសជាឃើញពីរបៀបសរសេរវាហើយនៅក្នុង function របស់យើងដូចយើងនិយាយមិនអញ្ចឹងយើងចាប់លេខដែលនៅក្នុងប្រអប់ហ្នឹងឥឡូវខ្ញុំបង្កើតអាជ្ញាតមួយដាក់ថា value ជាចុះ value ហ្នឹងគឺខ្ញុំចង់ផ្ទុកលេខដែលនៅក្នុងប្រអប់ហ្នឹងឯងហើយប្រអប់ហ្នឹងគឺធាតុដែលមាន ID number ហើយលេខហ្នឹងគឺជាតម្លៃនៃ property value as number នៃធាតុដែលមាន ID number ហ្នឹងឯងសរសេរប៉ុណ្ណេះគឺចាប់បានតម្លៃលេខនៅក្នុងប្រអប់ហ្នឹងហើយខ្ញុំត្រូវធ្វើការប្រៀបធៀបមើលបើសិនវាធំជាងវាចេញមិនតូចជាងវាចេញមិនអីចឹងណាដូច្នេះខ្ញុំប្រើមិនអញ្ចឹងទៅប្រសិនបើ value ហ្នឹងមានន័យថាលេខនៅក្នុងប្រអប់ហ្នឹងធំជាង0តែធំជាង0វាមានន័យថាវាជាលេខវិជ្ជមានហើយអញ្ចឹងខ្ញុំឲ្យវា console ពាក្យថាវិជ្ជមានហើយអានេះបានតែធំជាង0វាចេញវិជ្ជមានណាចុះតូចជាង0ឥឡូវនៅក្រៅនេះខ្ញុំកំណត់មួយទៀតកាលណា value នឹងវាតូចជាង0ខ្ញុំឲ្យវា console ពាក្យថាអវិជ្ជមានហើយខ្ញុំបណ្ឌិតមួយទៀតប្រសិនបើ value នឹងមានតម្លៃស្មើនឹង0ស្មើយើងត្រូវសរសេរសញ្ញាស្មើចំនួន2ក្នុងការប្រៀបធៀបនោះយើងឲ្យវាចេញតម្លៃមកលេខ0យើងសាកមើលទៅខាងចម្លើយបន្តិចមើលឧទាហរណ៍តែខ្ញុំដាក់លេខ50ក្នុងនឹងចុចប៊ូតុងគណនាវិជ្ជមាន25វិជ្ជមានដដែលហើយបើសិនជាខ្ញុំដាក់ដក10ជាចុះអវិជ្ជមានដក100ក៏នៅតែអវិជ្ជមានបើដាក់0គឺលេខ0គឺឃើញថាត្រឹមត្រូវតាមអ្វីដែលយើងចង់បានហើយឥឡូវយើងឃើញពីបម្រើបម្រាស់នៃពាក្យថា percent បើហើយនៅក្នុង JavaScript មិនមែនមានតែ if នេះទេគឺមានពាក្យ else មួយទៀតឧទាហរណ៍ថាខ្ញុំលុបកន្លែងតូចជាង0នេះចេញហើយបន្ទាប់ពីគ្នានេះគឺខ្ញុំសរសេរពាក្យ else មួយហើយបើគ្នាធម្មតានៅពេលសរសេរបែបនេះគឺមានន័យថា percent បើ value នេះធំជាង0មែនវាដំណើរការពាក្យថាវិជ្ជមានហើយបើសិនជាវាអត់ធំជាង0ទេវាមិនអត់ដំណើរការមិនអញ្ចឹងហីប៉ុន្តែកាលណាយើងកំណត់ចេះ percent បើវាពិតវាដំណើរការកូដបន្ទាត់ហ្នឹងហើយបើសិនជាវាមិនពិតទេវាដំណើរការកូដនៅកន្លែង else នេះឧទាហរណ៍ថានៅកន្លែង else នេះខ្ញុំដាក់ console.log ឲ្យវាចេញពាក្យ
ថាមិនវិជ្ជមានយើងមើលទៅខាងចម្លើយមើលខ្ញុំដាក់តម្លៃ50វិជ្ជមានខ្ញុំដាក់ដក10ចេញថាមិនវិជ្ជមានហើយខ្ញុំដាក់0ចេញមកក៏មិនវិជ្ជមានដែរតាក់ទងទៅនឹង else នេះគឺអញ្ចឹង else នេះវាដំណើរការដរាបណាកន្លែង if ខាងលើនេះវាមិនពិតកាលណាវាមិនពិតវាអត់ដំណើរការកូដនៅក្នុងនឹងទេអញ្ចឹងហើយវាមកដំណើរការកូដនៅកន្លែង else នេះវិញអានឹងតាក់ទងនឹង else ហ្នឹងហើយមិនត្រឹមតែ else ទេយើងអាចកំណត់ else if បានទៀតមានន័យថាយើងអាចកំណត់លក្ខខណ្ឌចូលទៅក្នុងនឹងទៀតឥឡូវខ្ញុំថយក្រោយដល់កន្លែង if 3 4តង់មិញមកក្នុងករណីនេះគឺខ្ញុំសេអញ្ចេះបានគឺខ្ញុំសេ else if តើកូដកន្លែងនេះមានន័យថាម៉េចនេះវាពិនិត្យមើលអញ្ចេះវាពិនិត្យមើលថាប្រសិនបើ value នេះធំជាង0មែនវាដំណើរការទាំងអស់នេះហើយបើសិនជាវាពិតមែនណាកូដទាំងអស់នេះគឺវាអត់មើលទេពីព្រោះតែកាលណាពិតហើយគឺវាដំណើរការវាចូលមកបន្តថ្មីឧទាហរណ៍ថាក្រោមនេះខ្ញុំសរសេរអីមួយទៅចុះកាលណា value នឹងធំជាង0មែនវាដំណើរការហ្នឹងហើយវាអត់ចូលកន្លែង else if អីហ្នឹងទៀតទេវាដំណើរការកូដនៅខាងក្រោមតែម្ដងក៏ប៉ុន្តែប្រសិនបើ value នឹងអត់ធំជាង0ទេមានន័យថាកន្លែងហ្នឹងមិនពិតនោះកន្លែង console លោកវិជ្ជមាននេះអត់ដំណើរការទេមិនអញ្ចឹងហើយអញ្ចឹងហើយវាមកពិនិត្យមើលករណីទី2ម្ដងករណីទី2គឺ value តូចជាង0វាពិនិត្យមើលថាតូចជាង0អត់ប្រសិនបើកន្លែងហ្នឹងពិតនោះវានឹងដំណើរការកូដនៅក្នុងហ្នឹងហើយវាអត់ដំណើរការកូដនៅក្រោមកន្លែង else if នៅខាងក្រោមហ្នឹងទេក៏ប៉ុន្តែបើសិនជាកូដនៅកន្លែងហ្នឹងមិនពិតវិញកូដនៅក្នុងហ្នឹងវាអត់ដំណើរការទេហើយវាមកពិនិត្យមកតង់ខាងក្រោមនេះទៀតអញ្ចឹងណាហើយបន្ទាប់ពី if យើងអាច else if ហើយបន្ទាប់ពី else if យើងអាច else ចេះឧទាហរណ៍តែយើង console ពាក្យថា no និយាយចុះនេះមានន័យថាបើសិនបើ3 4តង់ if ខាងលើនេះវាអត់ពិតទាំងអស់នោះវានឹងដំណើរការខាងក្រោមនេះហើយវាមិនចាំបាច់ឆែកទេឲ្យតែខាងលើអត់ពិតទាំងអស់វានឹងដំណើរការខាងនេះហើយតែតោះទាំង if else if ហ្នឹងគឺវាអញ្ចឹងបើសិនយើងសេចេះវាចេញចម្លើយអីគេកូដដែលកន្លែង else នេះវាអត់ដំណើរការទេវាអត់ដំណើរការរហូតហ្មងលេខអីក៏អត់ដំណើរការដែរពីព្រោះយើងបានឆែកពីលើធំជាង0តូចជាង0ហើយស្មើ0វាមានតែប៉ុណ្ណឹងមានធំជាងតូចជាងឯស្មើហ្នឹងបើយើងពិនិត្យមើលលក្ខតិចអស់ហើយធ្វើម៉េចវាមានអីខុសពីហ្នឹងទៀតអញ្ចឹងហើយកន្លែង else នេះវាអត់ដំណើរការទេខ្ញុំលុបចោលយើងមើលទៅខាងចម្លើយរបស់យើងទៅខ្ញុំដាក់50វិជ្ជមានហើយខ្ញុំដាក់ដក50វិញម្ដងអវិជ្ជមានហើយខ្ញុំដាក់0គឺចេញចម្លើយមកលេខ0ហើយសួរថាបើសិនយើងសេអញ្ចេះហើយនឹងសរសេរបែបនេះគឺបញ្ចប់ if នេះមួយអញ្ចឹងសួរថាវាខុសគ្នាអីគឺវាខុសគ្នាបើសិនយើងសរសេរ if ផ្ដាច់គ្នាបែបនេះកូដធម្មតាវាដំណើរការពីលើវាដំណើរការដល់កន្លែងនេះហើយវាពិនិត្យមើលថា value នឹងធំជាង0ឬអត់បើធំជាងវាដំណើរការបើមិនធំជាងទេវាអត់ដំណើរការកូដក្នុងនឹងទេវាពិនិត្យមើល if ខាងលើហើយក៏វានៅតែពិនិត្យ if ខាងក្រោមនេះទៀតពីព្រោះ if ម្ដងគឺវាផ្ដាច់គ្នាដាច់ឡែកអត់ចូលគ្នាទេអញ្ចឹងហើយអាខាងលើនេះទោះបីជាវាពិនិត្យពិតក៏ដោយមិនពិតក៏ដោយអាខាងក្រោមនេះគឺដឹងតែពិនិត្យហ្នឹងឯងពិនិត្យតគ្នាអញ្ចឹងរហូតហើយអាទី2នេះទោះបីជាវាពិតក៏ដោយមិនពិតក៏ដោយអាទី3នេះដឹងតែត្រូវការពិនិត្យម្ដងទៀតវាខុសគ្នាដាច់ស្រឡះពីក្នុងការប្រើ else នេះឥឡូវតាក់ទងទៅនឹងបម្រើបំរាស់របស់ if else គឺមានតែប៉ុណ្្នឹងឯងហើយអ្វីដែលខ្ញុំចង់បង្ហាញដល់អ្នកនរគ្នាគឺត្រង់ចំណុចនេះបន្តិចយើងឃើញថាកូដនៅក្នុងគ្នារបស់យើងនិយាយភាសាសាមញ្ញអានឹងវាជាផលមានន័យថាកូដទាំងអស់ហ្នឹងនឹងដំណើរការដរាបណារបស់នៅក្នុងវងកញ្ចក់ហ្នឹងដែលជាហេតុហ្នឹងវាពិតនៅក្នុងករណីនេះដរាបណា value ធំជាង0នោះវាដំណើរការមួយរឿងរ៉ាវគឺនឹង console ពាក្យថាវិជ្ជមានចេញមកបើសិនជាយើងចង់ឲ្យវាបញ្ចេញអ្វីផ្សេងទៀតយើងសរសេរមួយរឿងរ៉ាវទៀតកាលណានៅក្នុងគ្នាបហ្នឹងមានតែមួយហេតុការដូចក្នុងករណីនេះមានតែ console នឹងមួយទេកាលណាវាមានតែមួយហេតុការអញ្ចឹងគ្នាបហ្នឹងយើងអាចអត់សរសេរបានន័យថាខ្ញុំអាចលុបគ្នាបើគ្នាបិណ្ឌនឹងចេញបានហើយទាំងអស់ហ្នឹងទាំង else if អីហ្នឹងព្រោះអីវាសិតតែមួយហេតុការដូចគ្នាក៏ប៉ុន្តែបញ្ជាក់ឲ្យហើយយើងអាចអត់សរសេរគ្នាបនេះដរាបណារឿងរ៉ាវដែលនឹងត្រូវកើតឡើងគឺវាមានតែមួយរឿងទេដូចក្នុងករណីនេះវា console តែពីអីហ្នឹងមួយទេប៉ុន្តែកាលណាវាមានច្រើនជាងមួយរឿងដូចថា console ផងកំណត់តម្លៃឲ្យស្អីមួយផងឬក៏ធ្វើស្អីផ្សេងពីហ្នឹងផងលើសពីមួយរឿងយើងត្រូវតែសរសេរគ្នាបហ្នឹងទាំងអស់តាក់ទងទៅនឹង if នេះគឺមានមួយរឿងទៀតឧទាហរណ៍ថាដដែលហ្នឹងអ្វីដែលខ្ញុំចង់សរសេរគឺនៅពេលដែល value ធំជាង0វាចេញចម្លើយវិជ្ជមានដូចជា0អវិជ្ជមានស្មើ0លេខ0ហ្នឹងក៏តែខ្ញុំធ្វើបែបនេះវិញគឺ console ខ្ញុំដឹងតែ console ហើយប៉ុន្តែខ្ញុំសេនៅខាងក្រោមនេះឧទាហរណ៍ថាខ្ញុំ console អញ្ញាតមួយ text ចុះហើយខ្ញុំបង្កើតអញ្ញាត text ហ្នឹងនៅខាងលើចេញមកក៏ប៉ុន្តែខ្ញុំអត់កំណត់តម្លៃទៅឲ្យវាទេតម្លៃរបស់វាខ្ញុំឲ្យវាប្រែប្រួលនៅក្នុងលក្ខខណ្ឌរបស់យើងនៅក្នុង if របស់យើងប្រសិនបើ value នឹងធំជាង0ខ្ញុំឲ្យតម្លៃ text ហ្នឹងវាស្មើនឹងពាក្យវិជ្ជមានហើយបើវាតូចជាង0វិញខ្ញុំឲ្យ text ហ្នឹងមានតម្លៃទៅជាអវិជ្ជមានវិញហើយបើស្មើនឹង0ខ្ញុំដាក់ text ហ្នឹងមានតម្លៃទៅជា0យើងមើលទៅខាងចម្លើយគឺកាលណាខ្ញុំដាក់ឧទាហរណ៍ថា10ជាចុះវិជ្ជមានដក10អវិជ្ជមាន0គឺ0យើងឃើញថាអ្វីដែលយើងបង្កើតគឺចេញលទ្ធផលមកដដែលគ្រាន់តែយើងផ្លាស់ប្ដូរគម្រោងក្នុងការសរសេរកូដហើយក្នុងការកំណត់ if ដែលដំណើរការរបស់វាត្រឹមតែផ្លាស់ប្ដូរអញ្ញត្តិមួយនៅក្នុងករណីនេះយើងកំណត់ if ច្រើនមែន value ធំជាង0មែន value តូចជាង0មែន value ស្មើ0មែនក៏តែឃើញថារឿងដែលកើតឡើងគឺត្រឹមតែប្ដូរតម្លៃនៃ text មួយតែប៉ុណ្ណោះក្នុងករណីដែលយើងចង់កំណត់តម្លៃឲ្យអញ្ញត្តិអ្វីមួយទៅតាមលក្ខខណ្ឌណាមួយយើងអាចសរសេរតាមអ្វីដែលយើងកំពុងសេនេះបានមែនក៏តែមានវិធីមួយទៀតដែលងាយស្រួលជាងនឹងគឺអញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំ comment ទាំងអស់នេះចោលដើម្បីទុកមើលគឺកន្លែងបង្កើតអញ្ញត្តិនេះយើងបង្កើតក៏បានកំណត់តម្លៃក៏បានស្អីក៏បានដែរខ្ញុំកំណត់តម្លៃទៅឲ្យវាក៏តែខ្ញុំកំណត់នៅក្នុងហ្នឹងខ្ញុំបង្កើតជាលក្ខខណ្ឌទៅឲ្យវាគឺកាលណា value ធំជាង0គឺយើងអាចសេបែប
បែបនេះបានវងកញ្ចក់ឲ្យវាទៅកុំឲ្យវាច្រឡំនឹងគេនឹងឯងតម្រងរបស់គេគឺកាលណាយើងសរសេរលក្ខខណ្ឌមួយហើយកាលណាលក្ខខណ្ឌនឹងពិតខ្ញុំដាក់សញ្ញាសួរនេះមកហើយខ្ញុំត្រូវចេញតម្លៃមកដែលត្រូវចូលទៅក្នុងអញ្ញត្តិនឹងក្នុងករណីដែលវាពិតហើយបើសិនជាវាមិនពិតយើងត្រូវដាក់វាបន្ទាប់ពីសញ្ញាចុច2បែបនេះមកកាលណាវាមិនពិតដាក់ពាក្យអវិជ្ជមានបែបនេះកូដដែលខ្ញុំសរសេរខាងលើនេះគឺបើសិនជាយើងសរសេរជា if គឺមានលក្ខណៈអញ្ចេះ if value ធំជាង0នោះ text មានតម្លៃទៅជាវិជ្ជមានបើមិនដូច្នោះទេ text មានតម្លៃទៅជាអវិជ្ជមានក្នុងការសរសេរ if បែបនេះហើយនឹងសរសេរខាងលើនេះគឺដូចគ្នាបែបបិទគ្រាន់ថាបើសិនយើងសរសេរតាមខាងលើនេះយើងត្រូវចាំក្បួនសរសេរដូចជាមុនដំបូងសញ្ញាសួរបន្ទាប់ពីសញ្ញាសួរហ្នឹងក្នុងករណីដែលវងកញ្ចក់នេះពិតហើយបើមិនពិតហ្នឹងយើងត្រូវសរសេរនៅក្រៅសញ្ញាចុច2បែបនេះយើងត្រូវចាំប្លង់នៃការសរសេរហ្នឹងហើយបើសិនជាយើងចង់បង្កើតឲ្យវាដូចខាងក្រោមនេះវិញកន្លែងវិជ្ជមាននេះវាដំណើរការបើសិនជា value របស់យើងវាមានតម្លៃ1 2 3 4ហ្នឹងណាក៏ប៉ុន្តែចាប់ពី0ចុះក្រោមមក0ដក1ដក2ដក3ដក4មកវាចេញតម្លៃអវិជ្ជមានអញ្ចឹងនៅប្រហោងហ្នឹងយើងអាចបង្កើតមកលក្ខខណ្ឌទៀតឧទាហរណ៍ថាខ្ញុំសរសេរថាកាលណា value តូចជាង0ខ្ញុំឲ្យវាចេញពាក្យថាអវិជ្ជមានបើមិនអញ្ចឹងទេឲ្យវាចេញពាក្យថាលេខ0យើងសាកមើលទៅខាងចម្លើយមើលតើវាចេញឬអត់10វិជ្ជមានត្រូវដក10អវិជ្ជមានត្រូវលេខ0 0ត្រូវអ្នកទាំងអស់គ្នាដំបូងបែបនេះប្រហែលជាវល់ត្រង់ចំណុចនេះតែបើសិនជាខ្ញុំវងកញ្ចក់នៅកន្លែងនេះមួយកន្លែងនេះមួយមានន័យថាកន្លែងហ្នឹងមួយដុំអ្វីដែលខ្ញុំសរសេរនេះខ្ញុំបាននិយាយមិញហើយតែខ្ញុំនិយាយម្ដងទៀតឲ្យកាន់តែច្បាស់កាលណា value ធំជាង0វាចេញតម្លៃមកវិជ្ជមានកាលណា value មិនធំជាង0ទេមិនធំជាង0វាមានន័យថាលេខ0ដក1ដក2ដក3ដក4អីហ្នឹងឯងវាមានទាំងលេខ0ទីពីព្រោះលេខ0ក៏អត់ធំជាង0ដែរមិនអញ្ចឹងអីអញ្ចឹងលេខ0ដក1ដក2ដក3ដក4ហ្នឹងវាចូលនៅមួយប្លង់មកវងកញ្ចក់នេះហើយក្នុងមួយវងកញ្ចក់ហ្នឹងមានលេខ0ដក1ដក2ដក3ដក4ហ្នឹងខ្ញុំបង្កើតមកលក្ខខណ្ឌទៀតកាលណា value ហ្នឹងតូចជាង0វាមានដក1ដក2ដក3ដក4អីហ្នឹងខ្ញុំឲ្យវាចេញអវិជ្ជមានហើយបើមិនតូចជាង0តម្លៃគឺ0ហ្នឹងឯងអញ្ចឹងហើយវាចេញ0ហើយបើនិយាយពីការផ្លាស់ប្ដូរតម្លៃនៅក្នុងករណីនេះយើងបង្កើត if សម្រាប់ផ្លាស់ប្ដូរតម្លៃ text នឹងទៅជាវិជ្ជមានអវិជ្ជមានឬលេខ0ទៅតាមលក្ខខណ្ឌណាមួយអញ្ចឹងគឺយើងអាចកំណត់តាមអញ្ចឹងបានហើយមានលក្ខណៈទៀតដែលខ្ញុំចង់លើកយកមកបង្ហាញអ្នកទាំងអស់គ្នានៅក្នុងមេរៀននេះឥឡូវអ្វីដែលខ្ញុំចង់ធ្វើគឺអញ្ចឹងម្ដងនៅក្នុង HTML របស់យើងកន្លែង number ហ្នឹងខ្ញុំកំណត់លេខដែលទីបំផុតរបស់វាខ្ញុំកំណត់ឲ្យ0ហើយលេខដែលធំបំផុតរបស់វាខ្ញុំឲ្យវាដាក់បានត្រឹម6មានន័យថាក្នុងប្រអប់ហ្នឹងគឺដាក់បានតែ0 1 2 3 4 5 6ទេហើយកាលណាអ្នកប្រើប្រាស់វាយលេខ0ខ្ញុំឲ្យបង្ហាញចេញពាក្យថាថ្ងៃអាទិត្យលេខ1ថ្ងៃច័ន្ទលេខ2ថ្ងៃគៀលេខ3ថ្ងៃពុធអីអញ្ចឹងទៅអញ្ចឹងនៅក្នុងនេះខ្ញុំអាចសរសេរចេះបានគឺដំបូង value ស្មើនឹង0នោះខ្ញុំឲ្យចេញពាក្យថាថ្ងៃអាទិត្យហើយទី2នេះកាលណាវាស្មើនឹង1ខ្ញុំចង់ឲ្យវាចេញពាក្យថាថ្ងៃច័ន្ទហើយបើសិនជាវាស្មើនឹង2ខ្ញុំឲ្យវាចេញពាក្យថាថ្ងៃអង្គារហើយតរហូតដល់ថ្ងៃសៅរ៍ទៅអ្វីដែលខ្ញុំចង់បានគឺបែបនេះតម្លៃស្មើ0នេះអាទិត្យទី1ច័ន្ទ2អង្គារ3ដល់16សៅរ៍ហើយឥឡូវខ្ញុំសាកមើលសិនទៅមើលនៅខាងចម្លើយខ្ញុំដាក់លេខ5សុក6សៅរ៍គឺត្រឹមត្រូវហើយ if របស់យើងនេះគឺយើងពិនិត្យបច្ច័យទៅលើមួយអញ្ញត្តិ value នៅក្នុងនេះ value ស្មើ0 value ស្មើ1ស្មើ2សិតតែមួយអញ្ញត្តិហ្នឹងទេ value ហើយពិនិត្យទៅលើតម្លៃរបស់វាកាលណាលក្ខណៈមកអញ្ចឹងយើងអាចអត់ប្រើ if ហើយ else រហូតអញ្ចឹងក៏បានដែរគឺមានមួយវិធីទៀតគឺយើងប្រើ switch នោះទម្រង់របស់វាគឺយើងត្រូវសរសេរបែបនេះដំបូងយើងត្រូវសរសេរ keyword switch ហើយបិទបើកវងកញ្ចក់ហើយនៅក្នុងវងកញ្ចក់នេះយើងត្រូវសរសេរអញ្ញត្តិដែលយើងត្រូវឲ្យវាពិនិត្យតម្លៃដូចក្នុងករណីខាងលើហ្នឹងគឺអញ្ញត្តិដែលមានឈ្មោះថា value ហើយបិទបើកគ្នាធម្មតាហ្នឹងឯងបន្ទាប់មកខ្ញុំត្រូវកំណត់ក្នុងករណីមួយករណីខ្ញុំត្រូវប្រើ keyword case នេះមានន័យថាករណីដែល value របស់យើងស្មើនឹង0ខ្ញុំសរសេរ0ហ្នឹងទៅខ្ញុំត្រូវចុច2ហើយអ្វីដែលត្រូវឲ្យដំណើរការគឺពាក្យថាថ្ងៃអាទិត្យហើយតគ្នារហូតដល់6គឺវាបញ្ចប់ដោយបែបនេះហើយឥឡូវនេះ if នេះខ្ញុំ comment វាចោលពីមើលទៅខាងចម្លើយកាលណាខ្ញុំដាក់តម្លៃស្មើនឹង6គណនាគឺចេញថ្ងៃសៅរ៍ត្រឹមត្រូវហើយខ្ញុំដាក់តម្លៃទៅជា2វាប្រកាសជាចេញអង្គារជាគណនាគឺវាឃើញថាចេញអង្គារពុធពហុសុក្រសៅរ៍អាហ្នឹងដូចជាមិនមែនអ្វីដែលយើងត្រូវការទេឥឡូវខ្ញុំសាកមកតម្លៃទៀតទៅមើលបើសិនជាខ្ញុំដាក់4គណនាគឺឃើញថាចេញពហុសុក្រសៅរ៍តើហេតុអីបើវាចេញមកទាំងអស់អញ្ចឹងអាហ្នឹងគឺជាលក្ខណៈនៃ switch ចឹងឯង switch ហ្នឹងគឺកាលណាករណីណាមួយត្រូវបានចាប់យកឧទាហរណ៍ករណីដែលតម្លៃរបស់វាស្មើនឹង2នេះចុះវាមិនមែនបង្ហាញត្រឹមតែកន្លែងក្នុងករណីហ្នឹងទេគឺវាបង្ហាញទាំងអស់ពេលខ្លះគឺយើងត្រូវការអញ្ចឹងប៉ុន្តែបើសិនជាយើងមិនចង់បានអញ្ចឹងទេយើងចង់ឲ្យមួយដឹងមួយគឺយើងត្រូវកំណត់បែបនេះគឺក្នុងមួយករណីយើងត្រូវផ្ដាច់គ្នាដោយប្រើ keyword break គ្រប់ករណីអញ្ចឹងទៅនោះគឺបានហើយយើងមើលទៅខាងចម្លើយបើសិនជាខ្ញុំដាក់4នោះវាចេញតែមួយតម្លៃទេដោយសារតែតម្លៃទៅជា0ក៏អត់ត្រូវ1ក៏អត់
ត្រូវ2អត់ត្រូវ3អត់ត្រូវ4ត្រូវហើយវាបង្ហាញ console log ថ្ងៃប្រហោះតមកវា break គឺវាបញ្ឈប់ហើយតាក់ទងទៅនឹង switch នេះយើងអាចកំណត់តម្លៃដើមទៅឲ្យវាបានតម្លៃដើមមិនទៅឥឡូវនេះយើងបានកំណត់ករណីដែលតម្លៃរបស់វាទៅ0 1 2 3 4 5 6ឧទាហរណ៍ថាអ្នកប្រើប្រាស់កំណត់ខុសពីនឹងដូចថា7 8 9ឯហ្នឹងអាហ្នឹងអត់ចូលក្នុងករណីរបស់យើងទេអញ្ចឹងកាលណាអ្នកប្រើប្រាស់កំណត់ខុសពីករណីដែលយើងកំណត់អញ្ចឹងនោះវាដំណើរការតម្លៃដើមដើម្បីកំណត់តម្លៃដើមហ្នឹងគឺយើងប្រើ default និយាយ default ប៉ុណ្ណឹងទៅចុច2ហើយអ្វីដែលខ្ញុំចង់ឲ្យវាបង្ហាញនៅពេលដែលវាខុសករណីរបស់យើងអញ្ចឹងខ្ញុំឲ្យបង្ហាញពាក្យថាមិនត្រឹមត្រូវយើងមើលទៅខាងចម្លើយរបស់យើងបើសិនជាខ្ញុំដាក់0 1 2 3 4 5 6គឺវាចេញធម្មតាទេឥឡូវខ្ញុំដាក់7យកចុចកណនីគឺឃើញថាមិនត្រឹមត្រូវហើយកាលណាខ្ញុំសរសេរ default នេះនៅខាងក្រោមគេខ្ញុំមិនបាច់ដាក់ break ទេពីព្រោះវាដំណើរការដល់ចុងគេហើយវាមានអីក្រោមនឹងទៀតក៏តែបើសិនជាខ្ញុំសរសេរ default នេះយើងសរសេរកន្លែងណាក៏បានដែរឧទាហរណ៍ថាខ្ញុំសរសេរលើគេបែបនេះគឺខ្ញុំត្រូវឲ្យវា break ពីព្រោះបើមិន break ទេកាលណាវាខុសពី0 1 2 3 4 5 6ហ្នឹងវាប្រកាសជាចេញទាំងអស់ឥឡូវដើម្បីឲ្យច្បាស់ខ្ញុំសាកតែម្ដងទៅយើងមើលទៅខាងចម្លើយកាលណាខ្ញុំសរសេរលេខ7ប្រកាសជាមិនត្រូវក្នុងករណីរបស់យើងទាំងប្រមាណហ្នឹងហើយអញ្ចឹងហើយវាចូលករណី default កាលណាខ្ញុំចុចកណនីគឺវាឃើញថាចេញពាក្យមិនត្រឹមត្រូវហើយចេញពាក្យថ្ងៃអាទិត្យហេតុអីពីព្រោះក្នុងកូដរបស់យើងចេញពាក្យមិនត្រឹមត្រូវហើយវាអត់ break ទេវាបន្តទៅទៀតបន្តមកទៀតគឺវាចេញពាក្យថ្ងៃអាទិត្យហើយបានវា break នៅកន្លែងថ្ងៃអាទិត្យអ្វីដែលយើងចង់បានគឺចង់ឲ្យវា break នៅកន្លែងនេះដើម្បីឲ្យវាចេញទៅមកតម្លៃទេហើយក្នុងករណីអញ្ចឹងតម្លៃទី6ខាងក្រោមគេនេះយើងមិនបាច់ break ក៏បានដែរព្រោះវាចុងគេហើយវាមានអីនៅក្រោមនោះទៀតតែប៉ុណ្្នឹងទៅគឺជាការស្រេចហើយជួនកាលពេលខ្លះពី3ករណីយើងចង់ឲ្យវាមានចម្លើយដូចគ្នាឧទាហរណ៍ថាក្នុងនេះករណីមានតម្លៃ1 2 3ខ្ញុំចង់ឲ្យវាចេញពាក្យថាដើមសប្តាហ៍អញ្ចឹងចុះនោះខ្ញុំអាចសរសេរបែបនេះបានគឺខ្ញុំសរសេរ case 1នឹងហើយចុច2ហើយអត់សរសេរកូដអីឲ្យវាដំណើរការទេខ្ញុំសរសេរ case មានតម្លៃស្មើនឹង2ហើយ case មានតម្លៃស្មើនឹង3តែម្ដងទៅបានខ្ញុំដាក់ពាក្យថាដើមសប្តាហ៍នៅ case មានតម្លៃស្មើនឹង3នៅពេលអញ្ចឹងនៅពេលដែលចម្លើយចេញមកកាលណាមានតម្លៃស្មើនឹង1គឺចេញពាក្យថាដើមសប្តាហ៍មានតម្លៃស្មើនឹង2គឺចេញពាក្យដើមសប្តាហ៍មានតម្លៃស្មើនឹង3គឺចេញពាក្យដើមសប្តាហ៍ហើយអ្វីដែលយើងត្រូវរៀននៅក្នុងវីដេអូនេះគឺវាមានតែប៉ុណ្្នឹងដែរក៏ប៉ុន្តែយើងរៀនតែទ្រឹស្ដីអត់តបានអនុវត្តឥឡូវខ្ញុំអនុវត្តតែម្ដងទៅឥឡូវនេះនៅក្នុង JavaScript នេះខ្ញុំលុបស្អីចោលឲ្យអស់ហើយនៅក្នុង HTML នេះក៏ខ្ញុំលុបចោលឲ្យអស់ហើយដែរនៅក្នុងកន្លែង CSS នេះខ្ញុំហៅ body tag មកធម្មតាកាលណាយើងសរសេរគេហទំព័រមួយវាគួរណាស់តែមានស្អីច្រើននៅក្នុងហ្នឹងកាលណាវាមានកាន់តែច្រើនកម្ពស់នៃ body tag ហ្នឹងវាមានកាន់តែវែងទៅតាមហ្នឹងប៉ុន្តែក្នុងទំព័ររបស់យើងខ្ញុំអត់បង្កើតអីទេអញ្ចឹងកម្ពស់របស់ body tag ហ្នឹងក៏វាអត់វែងដែរវាខ្លីទៅតាមហ្នឹងប៉ុន្តែខ្ញុំចង់ឲ្យ body tag នេះមានកម្ពស់វែងរហូតដល់យើងអាចរំកិលវាចុះឡើងបានពីព្រោះខ្ញុំចង់ដកវិសោធន៍ទៅលើការរំកិលនឹងឯងអញ្ចឹងខ្ញុំកំណត់ឲ្យទៅឲ្យវាដាក់ទៅ1000 VA ចុះមានន័យថាវាស្មើនឹង 1000% នៃកម្ពស់របស់ viewport ឥឡូវហ្នឹងបានន័យថាវាស្មើនឹង10ដងនៃកម្ពស់ viewport ឥឡូវហ្នឹងមានន័យថា viewport ឥឡូវហ្នឹង10ដងតគ្នាទៅវាបានកម្ពស់ body tag ហ្នឹងហើយដល់ពេលអញ្ចឹងទៅខាងកន្លែងចម្លើយនេះយើងឃើញថាទំព័ររបស់យើងអត់មានអីមែនក៏តែយើងអាចរំកិលចុះក្រោមបានដោយសារតែ body tag ហ្នឹងវាវែងទៅតាមហ្នឹងហើយឧទាហរណ៍ថាខ្ញុំបង្កើត div មួយដាក់ ID header ចុះហើយ div មួយទៀតដាក់ ID nav ហើយ CSS ខ្ញុំហៅ header នឹងមកខ្ញុំដាក់ពណ៌របស់វា 100px ចឹងទៅហើយផ្ទៃខាងក្រោយពណ៌ក្រហមចុះហើយខ្ញុំហៅ ID nav នឹងមកដែរខ្ញុំកំណត់កម្ពស់របស់វា 60px ចុះហើយផ្ទៃខាងក្រោយពណ៌ខៀវយើងមើលទៅខាងចម្លើយគឺបែបនេះអ្វីដែលខ្ញុំចង់ធ្វើគឺនៅពេលដែលរំកិលរហូតដល់ nav របស់យើងមានន័យថាពណ៌ខៀវរបស់យើងនឹងដល់កឹបលើបែបនេះយើងអត់ចង់ឲ្យវាបាត់បែបនេះទេគឺឲ្យវាជាប់នៅនឹងរហូតលក្ខណៈនេះអ្នកទាំងអស់គ្នាធ្លាប់ឃើញនៅគេហទំព័រជាច្រើនឧទាហរណ៍ដូចគេហទំព័រ code.academy ក៏មានលក្ខណៈបែបហ្នឹងដែរគឺកន្លែង header របស់យើងហ្នឹងគឺខ្ញុំចង់សំដៅទៅលើផ្នែកដែលមានអក្សរខាងលើនេះឯងហើយ nav របស់យើងហ្នឹងគឺកន្លែង navigation bar ហ្នឹងកាលណាខ្ញុំរំកិលចុះក្រោមរហូតដល់កន្លែង nav របស់យើងហ្នឹងតលខាងលើហ្នឹងគឺអត់ឲ្យវារំកិលទៅទៀតទេគឺឲ្យនៅជាប់បែបនេះតែយើងធ្វើដូចម្ដេចអ្វីដែលយើងចង់ធ្វើហ្នឹងគឺវាអញ្ចឹងយើងចង់ឲ្យកាលណាអ្នកប្រើប្រាស់រំកិលទំព័ររបស់យើងរំកិលបានផុតប៉ុណ្ណេះហើយផុតប៉ុណ្ណឹងមានតែប្រវាយ head ហ្នឹងឯងព្រោះអាប្រអប់ Q ហ្នឹងនៅក្រោម head ហ្នឹងឯងកាលណាស្មើនឹងប្រវាយប៉ុណ្ណឹងហើយ navigation bar របស់យើងមានតែប្រអប់ Q របស់យើងខ្ញុំដូរ position របស់វាទៅជា fix កាលណា position របស់វាទៅជា fix វាប្រកាសជានឹងជាប់នៅនឹងមួយកន្លែងហើយឥឡូវយើងសាកទៅមើលនៅក្នុង body tag នេះខ្ញុំបន្ថែម margin property មួយទៀតចុះតម្លៃស្មើ0ដើម្បីបំបត្តិអាgame ហ្នឹងហើយ div ដែលមាន ID nav នេះខ្ញុំដាក់ position fix យើងសាកលោមើលសិនទៅមើលកាលណាវាមាន position fix យើងឃើញថាវាអត់ចេញទេហេតុអីដោយសារតែ position fix width របស់វាគឺអាស្រ័យទៅនឹងរបស់របៀបផ្ទុកប៉ុន្តែធាតុរបស់យើងឥឡូវអត់មានអីនៅក្នុងនឹងទេអញ្ចឹងហើយខ្ញុំកំណត់ width របស់វា 100% ទៅវាប្រកាសជាចេញរូបរាងមកហើយយើងឃើញថា nav របស់យើងចេញហើយនៅពេលដែលយើងរំកិលគឺឃើញថានៅជាប់នៅនឹងថ្កល់នឹងតម្ដងហ្នឹងគឺលក្ខណៈនៃ position fix ហើយខ្ញុំអត់ចង់ឲ្យវានឹងថ្កល់នៅកន្លែងហ្នឹងទេគឺនឹងថ្កល់នៅកន្លែងលើហ្នឹងគឺយើងអាចកំណត់វាដោយប្រើ property top តម្លៃទៅ0ទៅមានន័យថាចម្ងាយពី top មកធាតុហ្នឹងគឺ0ដូច្នេះវានៅលើហ្នឹងឯងយើងមើលខាងចម្លើយគឺនៅលើហ្នឹងឯងប៉ុន្តែខ្ញុំអត់ចង់ឲ្យវាមាន position តម្លៃទៅជា fix ហើយនឹង property top មានតម្លៃទៅជា0គ្រប់ពេលបែបនេះទេគឺតែនៅពេលដែលខ្ញុំរំកិលដល់កលៈដែលវាគួរចេញអញ្ចឹងឲ្យវាចេញអញ្ចឹងហើយឥឡូវនេះខ្ញុំលុបចោលវិញកន្លែងដែលខ្ញុំចង់ឲ្យវាជាប់នៅលើ
ហ្នឹងគឺខ្ញុំរំកិលបានប៉ុណ្ណេះគឺមានន័យថារំកិលបានកម្ពស់នៃអាកន្លែងក្រហមហ្នឹងឯងកន្លែងក្រហមហ្នឹងកម្ពស់របស់វាខ្ញុំបានកំណត់ហើយគឺមានកម្ពស់ 100px មានន័យថាអ្នកប្រើប្រាស់រំកិលបានធំជាង 100px វាអាច 101 102 ឬក៏ 200 អីក៏ដោយឲ្យតែធំជាង 100px គឺឲ្យដូចមាន ID nav ហ្នឹងវាជាប់នៅកន្លែងហ្នឹងអញ្ចឹងវាតាក់ទងទៅនឹង if របស់យើងហើយគឺប្រសិនបើអ្នកប្រើប្រាស់រំកិលឲ្យចម្ងាយនៃការរំកិលហ្នឹងវាធំជាង 100px យើងឲ្យធាតុដែលមាន ID nav ហ្នឹងមាន property position តម្លៃទៅជា fix មាន property top តម្លៃទៅជា0ហើយគឺអញ្ចឹងហើយសួរថាតើយើងចាប់ចម្ងាយនៃការរំកិលហ្នឹងដោយប្រើប្រាស់អ្វីគឺដោយប្រើប្រាស់ window object ហើយយើងប្រើប្រាស់ property page y offset លក្ខណៈនៃ offset នេះគឺមាន page y offset និង page x offset page y offset គឺក្នុងករណីដែលយើងរំកិលទៅតាមទិសដៅ y មានតែរំកិលទៅតាមទិសដៅបញ្ឈរពីលើចុះក្រោមបែបនេះក៏តែទំព័រខ្លះគឺយើងរំកិលពីឆ្វេងទៅស្ដាំអាហ្នឹងអាស្រ័យទៅនឹងគេបង្កើតទេក៏តែក្នុងករណីរបស់យើងរំកិលពីលើចុះក្រោមបែបនេះយើងប្រើ page y offset ខ្ញុំតេស្តមើល window page offset របស់យើងប៉ុន្មានគឺវា0បើសិនជាខ្ញុំរំកិលមកក្រោមមកដល់កន្លែងក្រហមហ្នឹងគឺឃើញថាវាជិត100ហើយក៏ពិតវា100ហ្នឹងឯងតែខ្ញុំរំកិលឲ្យវា100បើវាមិនបានហើយយើងដឹងថាវាអញ្ចឹងហើយដូចយើងឃើញអញ្ចឹង page y offset នេះជា property ផ្ទាល់នៃ window object ដូច្នេះខ្ញុំអាចហៅវាបានដោយមិនចាំបាច់សរសេរ window object ទេយើងសរសេរតែ page y offset ហ្នឹងក៏បានដែរឥឡូវយើងចាប់ផ្ដើមចូលទៅកាន់ code របស់យើងអ្វីដែលយើងនិយាយទាំងអស់មិញហ្នឹងគឺកើតឡើងនៅពេលដែលយើង scroll នៅពេលដែលយើងពវិលអាដុំវិលនៃ mouse របស់យើងហ្នឹងតើកន្លែងហ្នឹងយើងត្រូវទំនាក់ទំនងមិនចាក់ទៅ code របស់យើងគឺយើងត្រូវប្រើប្រាស់ event មួយគឺ event on scroll ហើយក្នុងការ scroll ហ្នឹងគឺខ្ញុំអត់ scroll លើធាតុណាមួយជាក់លាក់ទេគឺខ្ញុំ scroll ទូទៅនៅលើ window ហ្នឹងដូច្នេះខ្ញុំត្រូវកំណត់ event ហ្នឹងនៅលើ window object ហើយ event ហ្នឹងគឺ event on scroll ហើយតម្លៃនៅកន្លែងនេះគឺខ្ញុំបង្កើត function ទទេមួយខ្ញុំកំណត់ស្អីៗឲ្យដំណើរការនៅក្នុង function ហ្នឹងឥឡូវយើងសរសេរលក្ខខណ្ឌនៅក្នុងទៅប្រសិនបើចម្ងាយនៃអ្នកប្រើប្រាស់រំកិលហ្នឹងដូចយើងបាននិយាយមិញអញ្ចឹងគឺយើងប្រើប្រាស់ property នៃ window object គឺ property page y offset ក៏ប៉ុន្តែដូចយើងតេស្តមិញអញ្ចឹងយើងអាចហៅវាបានដោយត្រឹមតែសរសេរ page y offset បានដូច្នេះយើងត្រូវសរសេរប្រសិនបើ page y offset ធំជាង100ហ្នឹងគឺជាកម្ពស់នៃប្រអប់ពណ៌ក្រហមហ្នឹងឯងពីព្រោះកាលណាអ្នកប្រើប្រាស់រំកិលផុតប្រអប់ពណ៌ក្រហមហ្នឹងវាចូលដល់ប្រអប់ពណ៌ខៀវហើយយើងបន្តកូដរបស់យើងទៀតកាលណាវាធំជាង100បែបហ្នឹងយើងចង់ឲ្យធាតុដែលមាន ID nav យើងអាចហៅអាញាត់ nav ហ្នឹងមកបានហើយកំណត់ style ទៅឲ្យវាកំណត់ position property មានតម្លៃទៅជា fix ហើយដូចយើងនិយាយមិញអញ្ចឹងកំណត់ top property តម្លៃទៅជា0ដើម្បីឲ្យវានៅជាប់ខាងលើគេបង្អស់ហ្មងយើងមើលទៅខាងចម្លើយខ្ញុំបើកវាម្ដងទៀតធម្មតាទេរំកិលនៅពេលដែលផុតកន្លែងក្រហមហ្នឹងគឺឃើញថាវាជាប់ដោយអ្វីដែលយើងចង់អញ្ចឹងដើម្បីឲ្យមើលប្រតិកម្មរបស់វាផងយើងបើក inspect ហើយមើលធាតុហ្នឹងនៅខាងក្រោមនេះហ្មងទៅធាតុដែលមាន ID nav នេះនៅពេលដែលខ្ញុំរំកិលធម្មតាវារំកិលទៅធម្មតាយ៉ាងឯងនៅពេលដែលផុតអាក្រហមហ្នឹងដល់អាខៀវហ្នឹងយើងឃើញថាក្នុងកូដរបស់យើងវាបង្កើត style attribute មាន position property តម្លៃទៅជា fix top property តម្លៃទៅ 0px ដោយអ្វីដែលយើងចង់បានអញ្ចឹងឥឡូវខ្ញុំសាករំកិលឲ្យឡើងលើវិញទៅមើលគឺឃើញថាប្រអប់ Q ហ្នឹងវានៅតែមានតម្លៃ position fix top 0px នឹងដដែលវាអត់ទៅដោយដើមវិញទេហេតុអីវាប្រកាសជាមិនទៅដោយដើមវិញហើយដោយសារតែយើងអត់បានសរសេរកូដឲ្យវាទៅដោយដើមវិញទេតែកាលណាវាកំណត់ហើយវាកំណត់ហើយបើសិនជាយើងចង់ឲ្យវាដោយដើមវិញដូចក្នុងករណីកូដរបស់យើងធំជាង 100px យើងឲ្យវាដំណើរការហ្នឹងដូច្នេះនៅពេលដែលតូចជាង 100px យើងគួរណាស់តែឲ្យវាលុបអាទាំងអស់ហ្នឹងចោលវិញមិនអញ្ចឹងហីអញ្ចឹងយើងអាចសរសេរបានថា else ទៅយើងប្រើតែ else គឺបានហើយព្រោះក្រៅពីធំជាង 100px មានតែតូចជាង 100px ដូច្នេះយើងប្រើតែ else ទៅគឺដឹងតែបានហើយបើវាមិនធំជាង 100px ទេខ្ញុំឲ្យវាដំណើរការឥឡូវខ្ញុំចម្លងអំពីខាងលើនឹងមកហើយខ្ញុំលុបតម្លៃនៅក្នុងអភន្តរសញ្ញានឹងចោលយើងមើលទៅខាងចម្លើយធម្មតាទេនៅពេលដែលរំកិលដល់កន្លែងហ្នឹងបង្កើត position តម្លៃទៅជា fix top តម្លៃទៅជា 0px នៅពេលរំកិលឡើងលើវិញគឺឃើញថាវាបាត់វិញហ្នឹងដោយសារតែវាចូលក្នុងករណី else នេះហើយវាមិនធំជាង100វាតូចជាង100វិញអញ្ចឹងវាចូលកន្លែង else វាដំណើរការក្រោមនេះវិញហើយអាខាងក្រោមនេះគឺដំណើរការឲ្យលុប property ស្អីៗទាំងខាងលើហ្នឹងយើងឃើញថាលទ្ធផលចេញមកដោយអ្វីដែលខ្ញុំចង់បង្ហាញដល់អ្នកទាំងអស់គ្នាអញ្ចឹងវាមើលទៅខាងគេហទំព័រ Code Academy គឺដូចគ្នាអញ្ចឹងនៅពេលដែលរំកិលវាជាប់បែបហ្នឹងហើយកូដដែលខ្ញុំបានសរសេរដើម្បីបង្កើតលក្ខណៈបែបហ្នឹងនៅក្នុងគេហទំព័រ Code Academy ក៏អត់ខុសគ្នាអីពីកូដដែលខ្ញុំបង្ហាញអ្នកទាំងអស់គ្នាដែរក៏ប៉ុន្តែនៅពេលដែលអ្នកទាំងអស់គ្នាបង្កើតគេហទំព័រមួយដែលមានគ្រឿងខ្នៅច្រើនបែបនេះនឹងមានបញ្ហាច្រើនជាងនឹងទៀតដែលអ្នកទាំងអស់គ្នាត្រូវជួបនៅក្នុងករណីនេះអត់មានអីបញ្ហាទេគ្រាន់ថាធំជាង 100px ដំណើរការទាំងអស់នេះដល់ពេលតូចជាងវិញដូចមិនអញ្ចឹងវាអត់មកដោយដើមវិញទេបញ្ហារបស់យើងមានតែមួយទេគឺវាអត់ដោយដើមវិញអញ្ចឹងហើយយើងគ្រាន់តែបន្ថែម else ហ្នឹងទៅក្នុងករណីដែលវាមិនធំជាង 100px យើងឲ្យវាត្រឡប់មកដោយដើមវិញមកគឺលុបស្អីៗក្នុងនឹងចោលទាំងអស់ទៅវាដោយដើមវិញហើយអាហ្នឹងគឺតែមួយបញ្ហាទេប៉ុន្តែនៅពេលដែលអ្នកទាំងអស់គ្នាបង្កើតគេហទំព័រដែលមានស្អីៗច្រើននៅក្នុងនេះមានបញ្ហាច្រើនជាងនេះទៅទៀតអាហ្នឹងអាស្រ័យទៅលើអ្នកទាំងអស់គ្នាទេរៀនដោះស្រាយម្ដងមួយទៅនឹងបានលទ្ធផលចេញមកគួរប្រសើរ
ឥឡូវនេះចប់ទៀតហើយអ្នកទាំងអស់គ្នាបានឃើញគ្រប់ចំណុចដែលខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាហើយក៏បានដកពិសោធន៍គ្រប់ចំណុចដែលខ្ញុំចង់ដកពិសោធន៍ឲ្យអ្នកទាំងអស់គ្នាឃើញហើយខ្ញុំជឿថាអ្នកទាំងអស់គ្នានៅតែមិនទាន់ច្បាស់ទេ JavaScript គឺអញ្ចឹងឯងតើតែប៉ះខ្លួនឯងបានដឹងថាវាមានអារម្មណ៍យ៉ាងម៉េចបានដឹងថាវាមានបញ្ហាខ្លះយើងត្រូវធ្វើអ្វីខ្លះហើយក៏អ្នកសិក្សាដែលកំពុងតែមើលវីដេអូនេះភាគច្រើនគឺនៅតែមិនទាន់ច្បាស់ដដែលនឹងឯងខ្ញុំនឹងព្យាយាមធ្វើឲ្យអ្នកទាំងអស់គ្នាច្បាស់មកតង់ទៀតនៅពេលដែលយើងយកទាំងអស់ហ្នឹងទៅដកពិសោធន៍នៅក្នុងវីដេអូអនុវត្ត code JavaScript ក៏ប៉ុន្តែខ្ញុំជឿថាទោះបីជាចាប់វីដេអូហ្នឹង100វីដេអូក៏អ្នកទាំងអស់គ្នានៅតែមិនចេះដែរតើតើអ្នកទាំងអស់គ្នាចាប់កាន់ខ្លួនឯងតែម្ដងនៅពេលដែលកាន់ខ្លួនឯងសេកូខ្លួនឯងអ្នកទាំងអស់គ្នាមានអារម្មណ៍ថាល្ងឹតឈឹងតែម្ដងគិតអីក៏អត់ចេញដែរហ្នឹងគឺលក្ខណៈដំបូងយូរយ៉ាងហ្នឹងនៅពេលដែលចាប់ដើមរៀនគិតបន្តិចទៅនឹងយល់ពីចំណុចរបស់វានឹងយល់ពីការគិតក្នុងការបង្កើតអន្តរកម្មឬក៏អ្វីមួយកើតឡើងហើយនៅក្នុងវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរអរគុណជម្រាបលា